ជាមានសក្តានុពលខ្ពស់ក្នុងវិស័យកសិកម្មដើម្បីអភិវឌ្ឍវិស័យនេះបន្ថែមកសិករនិងអ្នកលក់ធាតុចូលកសិកម្មត្រូវការការគ្រប់គ្រងលើចំណេះដឹងផ្នែកបច្ចេកទេសដាំដុះការប្រើប្រាស់បច្ចេកវិទ្យាទំនើបនិងការគ្រប់គ្រងធាតុចូលកសិកម្មប្រកបដោយប្រសិទ្ធភាពការគ្រប់គ្រងទាំងនេះនឹងជួយបង្កើនទិន្នផលនិងប្រាក់ចំណូលរបស់កសិករហេតុដូច្នេះហើយដើម្បីឆ្ពោះទៅរកទំនើបកម្មកសិកម្មក្រុមហ៊ុន Angkor Green បានសហការជាមួយអង្គការ AD Action អនុវត្តគម្រោង CoSafe ដែលគ្រប់គ្រងថវិកាដោយសហភាពអឺរ៉ុបដើម្បីផ្សារភ្ជាប់កសិករអ្នកលក់ធាតុចូលកសិកម្មដៃគូអភិវឌ្ឍន៍និងក្រុមហ៊ុនដោយផ្ដល់ដំណោះស្រាយជាកញ្ចប់សម្រាប់កសិករថ្មីនេះគម្រោងបានបង្កើតកម្មវិធីចំណេះដឹងបច្ចេកទេសកសិកម្មនិងផ្ដល់ទុនវិនិយោគកសិកម្មខ្នាតតូចដល់កសិករចំនួន300នាក់ដែលស្ថិតនៅក្នុងតំបន់គោលដៅរបស់ដេប៉ូលក់ធាតុចូលកសិកម្មចំនួន24ទីតាំងក្នុងខេត្តកោះកុងព្រះសីហនុ កំពតនិងកែបលោកប៊ូសុផលប្រធាននៃគម្រោងអភិវឌ្ឍន៍និងសហប្រតិបត្តិការរបស់ក្រុមហ៊ុន Angkor Green បានឲ្យដឹងថាការសហប្រតិបត្តិការរវាងក្រុមហ៊ុន Angkor Green ជាមួយនឹងអង្គការ AD Action បានផ្ដោតសំខាន់លើបច្ចេកទេសកសិកម្មឆ្លាតវៃដូចជាបន្លែទុរេនស្វាយនិងដំណាំផ្សេងៗទៀតលោកបានបន្តឲ្យដឹងថាក្រុមហ៊ុន Angkor Green បានសហការជាមួយនឹងគម្រោង CoSafe នេះដែលក្រោមជំនួយឧបត្ថម្ភរបស់សហគមន៍អឺរ៉ុបយើងមានរយៈពេល2ឆ្នាំជាងគឺយើងចាប់ដើមចេញពីឆ្នាំ2023ហើយអាចនឹងបញ្ចប់នៅក្នុងខែ4ឆ្នាំ2025គឺយើងផ្ដោតសំខាន់ទៅលើទី1គឺអំពីបច្ចេកទេសកសិកម្មឆ្លាតវៃដែលផ្ដោតទៅលើដំណាំសំខាន់ទី1គឺបន្លែហើយទី2គឺដំណាំសាវកម្មធំដូចជាមានទុរេនមានដំណាំអីផ្សេងប៉ុន្តែក្នុងនោះយើងផ្ដោតជាមួយនឹងក្រុមយុវវ័យផងដែរដោយយើងសាងសង់ជាផ្ទះសំណាញ់ដែលផ្ទះសំណាញ់នីមួយៗមានទំហំរហូតដល់400ម៉ែត្រការ៉េហើយដាក់នៅក្នុងសាលាដែលជាមធ្យមសិក្សាអញ្ចឹងគោលបំណងគឺដើម្បីឲ្យសិស្សឬយុវវ័យគាត់មានបំណិនជីវិតទៅលើវិស័យកសិកម្មបាទសកម្មភាពសំខាន់ជាមួយនឹងគម្រោង CoSafe គឺជួបកសិករទៅតាមដេប៉ូមានន័យថាកន្លែងចែកចាយជីនីមួយៗដែលសរុបទាំងអស់យើងមានរហូតដល់30ដេប៉ូដែលមាននៅក្នុងខេត្តកោះកុងកំពង់សោមកំពតហើយនិងកែបនៅក្នុងហ្នឹងយើងជួបកសិករក្នុងមួយដេប៉ូចំនួន10កសិករសំខាន់ផ្ដោតទៅលើដំណាំដែលមានសក្តានុពលនីមួយៗមានបន្លែឬក៏ទុរេនឬក៏ដំណាំហូបផ្លែឈើដទៃទៀតដើម្បីឲ្យគាត់បានយល់អំពី agroecology សម្រាប់តំបន់ទេសចរដែលជាប់នៅក្នុងឆ្នេរសមុទ្រកម្ពុជានេះបាទក្នុងហ្នឹងយើងជាមួយនឹងគម្រោង CoSafe ដែលក្រោមជំនួយរបស់សហគមន៍អឺរ៉ុបនេះគឺយើងបានបង្កើតភូមិចំណេះដឹងកសិកម្មទៅតាមដំណាំប្រភេទដំណាំនីមួយៗទីហោនៅក្នុងតំបន់ដែលគេផលិតទុរេនដល់ទីនោះយើងបង្កើតជាទីតាំងមួយដែលយើងហៅថាភូមិចំណេះដឹងកសិកម្មឬក៏ឆ្លាចរទៀនចំណេះដឹងកសិកម្មអញ្ចឹងអ្នកបច្ចេកទេសរបស់ក្រុមហ៊ុន Angkor Green នឹងចុះទៅតាមទីតាំងដែលយើងកំណត់ថាឆ្លាចរទៀនចំណេះដឹងកសិកម្មនេះទៅតាមវគ្គឬក៏ទៅតាមដំណាក់កាលនៃដំណាំលូតលាស់លោកភួងផលរស់នៅភូមិបោះញែងឃុំកូនស័ព្ទស្រុកទឹកឈូខេត្តកំពតជាម្ចាស់ដេប៉ូលក់សម្ភារៈនិងជីកសិកម្មតំណាងឲ្យម្ចាស់ដេប៉ូចូលរួមទាំងអស់បានបញ្ជាក់ឲ្យដឹងថាលោកបានចូលរួមកម្មវិធីនេះដើម្បីយល់ដឹងអំពីរបៀបប្រើប្រាស់ចេះប្រើប្រាស់សម្ភារៈនិងជីកសិកម្មឲ្យបានត្រឹមត្រូវតាមបច្ចេកទេសនិងជួយកសិករឲ្យត្រូវគោលដៅលោកបន្តថាបាទខ្ញុំចូលរួមវគ្គថ្ងៃនេះអំពីរបៀបប្រើប្រាស់និងថែរក្សាសម្ភារៈកសិកម្មនិងជីកសិកម្មបាទថ្ងៃហ្នឹងខាងដេប៉ូខ្ញុំបានជ្រើសរើសកសិករចំនួន12នាក់ដែលមកទទួលសម្ភារៈនិងជីកសិកម្មបាទបន្ទាប់ពីទទួលហៅគាត់ទទួលសម្ភារៈហើយជាធម្មតាសម្រាប់ដេប៉ូខ្ញុំតែងតែផ្ដល់ប្រឹក្សាយោបល់ផ្នែកបច្ចេកទេសខាងកសិកម្មនិងសម្ភារៈប្រើប្រាស់កសិកម្មមួយចំនួនក៏ដូចជាជីកសិកម្មដល់ម្ចាស់ចការដែលនៅជុំវិញដេប៉ូតែងតែមកប្រឹក្សាមកសុំយោបល់ពីខ្ញុំក្នុងនាមជាម្ចាស់ដេប៉ូនៅតំបន់នេះបន្ថែមពីនេះ
លោកកែវសឹងរស់នៅភូមិឃុំខាងលើនិងក៏បានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះផងដែរបានបញ្ជាក់ថាវគ្គបណ្ដុះបណ្ដាលនេះបានជួយពង្រឹងចំណេះដឹងដល់លោកក្នុងការធ្វើកសិកម្មឲ្យបានជោគជ័យក្នុងនោះរាប់ពីការជ្រើសរើសប្រភេទដំណាំបច្ចេកទេសដាំដុះរបៀបប្រើប្រាស់សម្ភារៈនិងជីថ្នាំកសិកម្មឲ្យបានសមស្របតាមលក្ខខណ្ឌក្នុងការដាំដុះលោកបានបន្ថែមថាបាទខ្ញុំបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលពីកសិកម្មពីដំណាំនិងផ្លែឈើហូបផ្លែក្រុមហ៊ុនមាននឹងជាអំណោយជូនប្រជាកសិករវិញមានដូចជាធុងបាញ់ជីនិងជីកសិកម្មគួរបញ្ជាក់ថាការសហប្រតិបត្តិការរវាងក្រុមហ៊ុនអង្គរ Green និងគម្រោង Co-Save បានបង្ហាញនៅទិសដៅថ្មីដ៏មានប្រសិទ្ធភាពសម្រាប់វិស័យកសិកម្មកម្ពុជាដោយផ្ដោតសំខាន់លើបច្ចេកទេសកសិកម្មឆ្លាតវៃដែលរួមបញ្ចូលទាំងដំណាំសំខាន់ៗដូចជាបន្លែផ្លែឈើការសហការនេះបានបង្កើតកន្លែងផ្លាស់ប្ដូរចំណេះដឹងផ្ទាល់ពីអ្នកជំនាញទៅកសិករជាពិសេសបន្សំចូលនៅបច្ចេកវិទ្យាទំនើបដូចជាប្រព័ន្ធស្រោចស្រពម៉ាស៊ីនកាត់ស្មៅដែលបង្កើនប្រសិទ្ធភាពនិងសុវត្ថិភាពក្នុងវិស័យកសិកម្មជាងនេះទៅទៀតការចូលរួមរបស់សិស្សានុសិស្សនិងយុវវ័យតាមរយៈកម្មវិធីបណ្ដុះបណ្ដាលនៅក្នុងសាលាមធ្យមសិក្សាបានបង្ហាញពីទស្សនវិស័យប្រកបដោយនវានុវត្តន៍ក្នុងការលើកកម្ពស់ចំណេះដឹងកសិកម្មដែលនឹងជួយបន្តការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា